ឥឡូវនេះម្ចាស់អាជីវកម្មទាំងអស់គ្នាមិនចាំបាច់ចំណាយក្រដាសស្នាមច្រើនទេឬក៏រត់ទៅក្រសួងនេះក្រសួងនោះដូចមុនទៀតទេដោយសារតែកម្ពុជាយើងបានរៀបចំ DPI ឬក៏ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital នេះបានយ៉ាងល្អដើម្បីសម្រួលដល់ម្ចាស់អាជីវកម្មទាំងអស់នោះនៅក្នុងការចុះបញ្ជីអាជីវកម្មស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គិតបែប Digital របស់គណៈកម្មការសេដ្ឋកិច្ចនិងធុរកិច្ច Digital អ្នកទាំងអស់គ្នាមានធ្លាប់ឮឬក៏ដឹងអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital ឬភាសាអង់គ្លេសហៅថា Digital Public Infrastructure ឬក៏ហៅបានយ៉ាងខ្លីថា DPI ដែរឬអត់ DPI មិនត្រឹមតែមានសារៈសំខាន់នៅក្នុងការធ្វើបរិយាកម្ម Digital របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែវាក៏មានតម្លៃយ៉ាងស៊ូស្រាលដែរសម្រាប់ការចាប់យក Digital របស់ធុរកិច្ចឬក៏អ្នករកស៊ីតែម្ដងព្រោះ DPI គឺជាមូលដ្ឋានគ្រឹះប្រៀបដូចជាផ្លូវទឹកភ្លើងអញ្ចឹងដែលជួយកាត់បន្ថយហានិភ័យភាពស្មុគស្មាញឬក៏ការចំណាយផ្សេងៗរបស់ម្ចាស់អាជីវកម្មក្នុងការចាប់យកបច្ចេកវិទ្យា Digital ទូយ៉ាងរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ DPI ដើម្បីសម្រួលដល់នីតិវិធីនៃការចុះបញ្ជីអាជីវកម្មឬក៏ការស្នើសុំអាជ្ញាប័ណ្ណផ្សេងៗដើម្បីបង្កើតបរិយាកាសអំណោយផលទៅដល់អ្នករកស៊ីឬក៏អ្នកវិនិយោគនៅកម្ពុជានេះតែម្ដងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាអត់បន្ថែមអំពីអ្វីទៅជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital ឬក៏ DPI ហើយសសរស្តម្ភសំខាន់ៗរបស់ DPI នឹងមានអ្វីខ្លះនិយមន័យរបស់ DPI ត្រូវបានកំណត់ទៅតាមតួអង្គផ្សេងៗគ្នាតែបើមើលជារួមយោងតាមរបាយការណ៍ស្ដីពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital ប្រចាំឆ្នាំ2025ចេញដោយវិទ្យាស្ថានសម្រាប់នវានុវត្តន៍និងគោលបំណងសាធារណៈ DPI គឺជាប្រព័ន្ធ Digital គ្រឹះដែលមានមុខងារដូចជាយថាភូតកម្មឬក៏ការបញ្ជាក់អត្តសញ្ញាណការទូទាត់សងប្រាក់ការផ្លាស់ប្ដូរទិន្នន័យនឹងត្រូវបានរៀបចំឡើងជាហេដ្ឋារចនាសម្ព័ន្ធរួមដែលអនុញ្ញាតឲ្យសេវាសាធារណៈនិងឯកជនអាចប្រើប្រាស់បានក្នុងទ្រង់ទ្រាយធំសម្រាប់បម្រើផលប្រយោជន៍សាធារណៈក្នុងយុគសម័យ Digital ដើម្បីឲ្យប្រព័ន្ធ Digital ដែលមានមុខងារទាំង3ខាងលើដែលខ្ញុំបានរៀបរាប់នេះអាចចាត់ទុកថាជា DPI បានគឺត្រូវមានលក្ខណៈដូចជាមានអន្តរប្រតិបត្តិការនិងអាចពង្រីកបន្ថែមបានមានតម្លាភាពគណនេយ្យភាពនិងការត្រួតពិនិត្យមានឯកជនភាពសុវត្ថិភាពហើយនិងសន្តិសុខមានបរិញ្ញាបត្រនិងមិនមានការរើសអើងមានការប្រើប្រាស់ទូលំទូលាយមានការរៀបចំនិងមានការសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធបច្ចុប្បន្ននេះនៅកម្ពុជាយើងមានសសរស្តម្ភសំខាន់ៗចំនួន4តាក់ទងជាមួយនឹង DPI នេះតែម្ដងទី1នោះគឺថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជាដែលប្រើប្រាស់សម្រាប់ការផ្លាស់ប្ដូរទិន្នន័យទី2គឺថ្នាលទូទាត់សងប្រាក់ Digital បាគងដែលប្រើសម្រាប់ការទូទាត់សងប្រាក់ទី3គឺថ្នាលផ្ទៀងផ្ទាត់ឯកសារដែលប្រើប្រាស់សម្រាប់ផ្ទៀងផ្ទាត់ឯកសារផ្សេងៗនិងទី4ចុងក្រោយគេគឺថ្នាលសម្គាល់អត្តសញ្ញាណអតិថិជន Digital កម្ពុជាដែលជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលឬក៏ eKYC អូត្រង់ចំណុចនេះក៏មានដំណឹងឲ្យលៀងដែរថារដ្ឋាភិបាលកម្ពុជាយើងកំពុងតែគិតគូរក្នុងការរៀបចំថ្នាលអត្តសញ្ញាណ Digital ផងដែរនៅវីដេអូបន្ទាប់ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាតើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital នេះជួយកសាង Digital លូបនីយកម្មនៅកម្ពុជាបានយ៉ាងដូចម្តេចខ្លះកុំភ្លេចចុច Like Follow Subscribe បណ្ដាញសង្គមទាំងអស់របស់គណៈកម្មការសេដ្ឋកិច្ចនិងធុរកិច្ច Digital ដើម្បីទទួលបានព័ត៌មាននិងចំណេះដឹងថ្មីៗអំពីវិស័យ Digital នៅកម្ពុជា